បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សីហា Immortal ហើយនៅផងដែរ admin ក៏នឹងមកបន្តនៅ episode របស់យើងទៀតហើយតែមុននឹងចូលទៅកាន់វីដេអូមិនក៏សូមពឹងមកបងជួយ like ក៏ដូចជា subscribe ថែមទាំង comment ម្នាក់មួយផងដើម្បីឲ្យ YouTube រុញវីដេអូរបស់ admin ឲ្យមានអ្នកមើលដូចមុនចឹងណាហើយដោយសារតែប្រហែលថ្ងៃនេះ admin បានផុសវីដេអូជាប់ចឹងណាដែលធ្វើឲ្យអ្នកមើលរបស់ admin គឺបាត់អស់ជាច្រើនមួយវិញទៀតបងប្អូនណាមានចំណាប់អារម្មណ៍ចង់អាននៅ Side Novel ដែលពិបាករក website អានឬក៏ website នឹងមានលោកពាណិជ្ជកម្មញ៉ៃញ៉ៃមិនមានសុវត្ថិភាពហើយថែមទាំងទាមទារលុយច្រើនថែមទៀតនោះអ្នកទាំងនេះក៏អាចចូលនៅក្រុម VIP របស់ admin បានដែលតម្លៃសមរម្យទេក្នុងមួយខែហើយអ្នកទាំងនេះក៏អាចចំណេញអានរឿងជាច្រើន chapter ផងដែរដែល admin ក៏បានទម្លាក់ដូចជា1000 chapter ជាងហើយចំពោះបងប្អូនណាមានចំណាប់អារម្មណ៍ចង់អាននៅ Side Novel ក៏អាចឆាតទៅកាន់បងប្រុសមានផ្ទាល់ដែល admin ក៏នឹងទម្លាក់ link Telegram របស់គាត់នៅក្រោម comment ចឹងណានឹងអ្នកទាំងនេះដូចជារៀងច្រើនមកទៅចាំឲ្យមាននិយាយលម្អិតនៅtrongវីដេអូឥឡូវកុំឲ្យខាតពេល video យើងចូលទៅកាន់ Side របស់យើងតែម្ដងទៅរឿងក៏កាត់ទៅភាពមុនបន្តិចទីនេះក៏បានរ៉ាយរ៉ាប់ប្រាប់ស៊ីហ្វឹងអំពីរឿងក្នុងចិត្តរបស់នាងនឹងឯងប៉ុន្តែស្របពីនោះក៏មានប៉ូលីសម្នាក់ខលមកកាន់ស៊ីហ្វឹងដែលកាត់ចង្វាក់របស់ស៊ីនាងចឹងណាដែលធ្វើនាងគឺពិតខឹងខ្លាំងមែនតើដែលប៉ូលីម្នាក់នឹងក៏បាននិយាយទៅកាន់ស៊ីហ្វឹងថាឯងគឺជាស៊ីហ្វឹងមែនទេទុំអញឆាប់អញ្ជើញមកប៉ូលីមួយផ្លែតពីព្រោះពួកយើងបានចាប់បានបរិសុទ្ធចំណាស់ម្នាក់ដែលព្យាយាមបៀតបៀនស្ត្រីនៅចំណតឡានក្រុងហើយគាត់ក៏បានអះអាងថាឯងគឺជាកូនសិស្សរបស់គាត់ឥឡូវនេះឯងឆាប់មកយកគាត់នៅឯប៉ូលីមកហើយស៊ីហ្វឹងក៏បាននិយាយយកព្រមជាមួយនឹងគេបន្ទាប់មកគេក៏បានបិទទូរស័ព្ទហើយអ្នកទាំងពីរក៏បានទៅយកលោកគ្រូរបស់គេនៅឯស្ថានីយ៍ប៉ូលីតែរឿងក៏កាត់មកកាន់នៅពេលដែលអ្នកទាំងពីរមកដល់ប៉ូលីទីនេះក៏បាននិយាយជំរាបសួរទៅកាន់លោកប៉ូលីនិងបាននិយាយបន្ថែមថាពួកយើងជាសមាជិកគ្រួសាររបស់គាត់តើមានរឿងអ្វីកើតឡើងទៅចំពោះលោកគ្រូរបស់ខ្ញុំរំពេចនោះផងដែរក៏មានរឿងនេះក៏បានរត់មកជេរលោកគ្រូរបស់ស៊ីហ្វឹងប៉ុន្តែលោកគ្រូរបស់ស៊ីហ្វឹងក៏បាននិយាយតបទៅកាន់នាងថាហេតុអ្វីបានជានាងស្លៀកសំពត់ខ្លីយ៉ាងនេះហើយថែមទាំងអង្គុយចងហងថែមទៀតតើនាងមានដឹងទេថាមានមនុស្សប្រុសប្រមាណណាដែលបានព្យាយាមលួចថតរូបរបស់នាងតើមកស៊ីហ្វឹងក៏បានសួរទៅកាន់លោកគ្រូរបស់គេថាមានអ្វីកើតឡើងលោកហើយគាត់ក៏បាននិយាយតបមកកាន់ស៊ីហ្វឹងថាគ្រូគ្រាន់តែទាញសំពត់នាងចុះបែរជាលោកគ្រូខ្លាចទៅជាអ្នកខុសទៅវិញដោយលឺលោកគ្រូរបស់ស៊ីហ្វឹងនិយាយបាត់មើលធ្វើឲ្យនាងក៏មានការឆ្កល់បន្តិចផងដែរនិងបានសួរទៅកាន់លោកគ្រូថានេះគឺជារឿងមិនល្អនោះទេហើយលោកគ្រូក៏មិនត្រូវធ្វើបែបនេះផងដែរដោយលឺសម្ដីរបស់ស៊ីនាងនិយាយបែបនេះធ្វើឲ្យលោកគ្រូរបស់ស៊ីហ្វឹងក៏មានការខឹងច្រឡោតនឹងនាងបន្តិចផងដែរនិងបានក្រោកចោលសួរទៅកាន់នាងវិញថាមួយកូននាងមិនទៅសួរនារីមេនូថាហេតុអ្វីបានជាខ្ញុំទាញសំពត់របស់នាងចុះបន្ទាប់មកស៊ីនាងក៏បានងាកទៅនិយាយជាមួយនឹងនារីមេនូថាវិជាការយល់ច្រឡំតែប៉ុណ្ណោះសូមអ្នកនាងកុំខឹងជាមួយនឹងលោកគ្រូខ្ញុំអីខ្ញុំសូមទោសជំនួសគាត់ផងហើយក៏នឹងផ្ដល់សំណងជាច្រើនទៅកាន់នាងដែលទាំងនេះគឺជាការសងថ្លៃជំនួយចិត្តរបស់នាងបើក៏លេចទៅមើលកញ្ញាម្នាក់នៅវិញគឺនាងមិនព្រមទទួលសំណងរបស់ស៊ីនាងនោះទេនឹងបាននិយាយថាតើនាងគិតថាបញ្ហាមួយនេះគឺត្រូវបានបញ្ចប់ដោយបែបនេះមែនទេហើយស៊ីនាងក៏បានសួរទៅកាន់នាងវិញថាបើអញ្ចឹងនោះតើនាងចង់បានអ្វីទៀតទៅបើយើងបកមកមើលលោកគ្រូរបស់ស៊ីហ្វឹងវិញគាត់ក៏បាននិយាយតិចៗថាមើលទៅនាងហាក់ដូចជាខឹងជាមួយនឹងខ្ញុំខ្លាំងណាស់បើសិនជានាងមិនយល់ទោះអីនោះខ្ញុំក៏អាចទីសុភរបស់នាងឡើងវិញផងដែរដោយលឺគ្រូរបស់ស៊ីហ្វឹងនេះជាបែបនេះធ្វើឲ្យអ្នកនោះក៏មានការចាប់ផ្ដើមចំពោះលោកគ្រូផងដែរចំណែកឯកញ្ញាម្នាក់នោះក៏បានជេរមកកាន់លោកគ្រូស៊ីហ្វឹងថែមទៀតនឹងហើយអ្នកទាំងនេះសូមអធិស្ឋានផងឈ្មោះសំឡេងរំខានអញ្ចឹងណាដោយសារតែម៉ោង 9:10 ជាងហ្នឹងមកអ្នកមានគឺវាល្ងាវរកគ្នាអញ្ចឹងហើយខំថាអ្នកទាំងនេះនឹងអធិស្ឋានមកកាន់អ្នកមានផងអញ្ចឹងណាឥឡូវយើងចូលមកកាន់វីដេអូរបស់យើងវិញស៊ីមទៅក៏កាត់មកកាន់ស៊ីហ្វឹងនិងស៊ីនាងក៏បាននាំលោកគ្រូចែកចែងអំពីប៉ូលីដែលលោកគ្រូក៏បានសួរទៅកាន់អ្នកទាំងពីរថាហេតុអ្វីបានជាមនុស្សស្រីនៅសម័យនេះស្លៀកពាក់ខ្លីៗបែបនេះស៊ីហ្វឹងក៏ឆ្លើយទៅកាន់លោកគ្រូថាចំពោះស្រីនៅសម័យនេះគឺគេស្លៀកពាក់បែបនេះឯងវាជារឿងទូទៅទៅហើយណាលោកគ្រូស៊ីហ្វឹងក៏បានសួរទៅកាន់លោកគ្រូរបស់គេថាហេតុអ្វីបានជាលោកគ្រូមកទីនេះគាត់ក៏បានឆ្លើយទៅកាន់ស៊ីហ្វឹងថាមិត្តភក្តិរបស់លោកគ្រូគឺបានអញ្ជើញលោកគ្រូឲ្យមកជួបជុំគ្នាដើម្បីពិភាក្សាដោះស្រាយរឿងមួយត្រប់ពីនោះស៊ីនាងក៏បានសាយបន្តិចនិងបានរត់មកអបដៃលោកគ្រូនិងបាននិយាយទៅកាន់គាត់ថាមិនឯទីលោកគ្រូខ្ញុំក៏អាចធ្វើបានជាច្រើនដងផងដែរបន្ទាប់មកនាងក៏បាននាំអ្នកទាំងពីរទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយនៅខណៈពេលនោះគាត់ក៏បានចាប់ដៃស៊ីហ្វឹងនិងធ្វើគាត់បានដឹងពីធម្មពលឈីដែលស៊ីហ្វឹងបានបើកក៏បានសួរទៅកាន់ស៊ីហ្វឹងថាស៊ីហ្វឹងតើឯងបានបើកសមុទ្រឈីដោយរបៀបណាហ្វឹងក៏បានឆ្លើយទៅកាន់គាត់វិញថាគឺលោកតាគូដែលគាត់បានជួយបើកសមុទ្រឈីរបស់ខ្ញុំដោយលឺសម្ដីរបស់ស៊ីហ្វឹងនិយាយបែបនេះធ្វើគាត់ក៏បាននិយាយទៅកាន់ស៊ីហ្វឹងទាំងខឹងថាតើឯងអនុញ្ញាតឲ្យបរិនោះបើកសមុទ្រឈីរបស់ឯងនៅពេលនេះតើឯងដឹងទេថាការបើកសមុទ្រឈីមួយនេះគឺមានឥទ្ធិពលខ្លាំងណាស់ចំពោះឯងដែលវាក៏អាចធ្វើឲ្យឯងមានបញ្ហាគ្រប់ពេលវេលាផងដែរហើយស៊ីហ្វឹងក៏បានសួរទៅកាន់លោកគ្រូរបស់គេវិញថាហេតុអ្វីបានជាលោកគ្រូហាងខ្ញុំមិនឲ្យហាត់រៀនវិធីសាស្ត្រមួយនេះគាត់ក៏បានឆ្លើយទៅកាន់ស៊ីហ្វឹងថាពីព្រោះលោកគ្រូក៏បានស្គាល់ឯងច្បាស់បើសិនជាឯងហាត់រៀនវិជ្ជាមួយនេះឯងនឹងមានទំនួលជាមួយនឹងធម្មពលរបស់ឯងហើយឯងក៏នឹងទៅបង្កបញ្ហានៅគ្រប់ទីកន្លែងប៉ុន្តែបើក៏លេចទៅមើលស្ថានភាពបច្ចុប្បន្ននោះឯងក៏អាចរៀនដោយមិនចាំបាច់សិក្សាស្វែងយល់ច្រើននោះទេបន្ទាប់មកគាត់ក៏បានហិចសភៅមួយទៅកាន់ស៊ីហ្វឹងដែលឲ្យស៊ីហ្វឹងគឺហាត់រៀនដោយខ្លួនឯងគាត់ក៏បាននិយាយបន្ថែមទៀតថាវិធីសាស្ត្រដកដង្ហើមមួយនេះគឺមានឥទ្ធិពលខ្លាំងណាស់ហើយក៏អាចនិយាយបានថាវាគឺជាវិជាកម្រិតកំពូលមួយដូច្នេះសភៅមួយនេះគឺសម្រាប់តែឯងម្នាក់គត់ប៉ុណ្ណោះដែលស័ក្តិសមជាមួយនឹងវាចំណែកឯបងស្រីទាំង7របស់ឯងគឺគេមិនដឹងពីវិធីសាស្ត្រមួយនេះនោះទេដូច្នេះឯងត្រូវតែរៀនវាយឺតៗដោយខ្លួនឯងបើយើងក៏លេចមកមើលស៊ីហ្វឹងនៅវិញគេក៏បានសើចបន្តិចនិងបាននិយាយទៅកាន់លោកគ្រូរបស់គេថាលោកគ្រូខ្ញុំហាក់ដូចជាខ្ជិលខ្លាំងណាស់ដោយលឺសម្ដីរបស់ស៊ីហ្វឹងនិយាយបែបនេះធ្វើឲ្យស៊ីនាងក៏បាននិយាយទៅកាន់ស៊ីហ្វឹងថាស៊ី
សិហ្វឹងលោកគ្រូគិតថាអញគឺមានទេពកោសល្យពីកំណើតបានជាលោកគ្រូឲ្យអញរៀនដល់ខ្លួនឯងបែបនេះដោយលើសម្ដីរបស់ស៊ីនីនជាបែបនេះធ្វើលោកគ្រូក៏បាននិយាយមកកាន់នាងវិញថាបងស្រីទី7របស់អញគឺពិតជាដឹងពីចិត្តរបស់លោកគ្រូខ្លាំងណាស់ហើយស៊ីនីនក៏បានសួរទៅកាន់លោកគ្រូថាតើមានអ្វីកើតឡើងទៅលោកគ្រូបានជាលោកគ្រូចុះទៅលើភ្នំបែបនេះហើយគាត់ក៏បាននិយាយទៅកាន់នាងថាមានមិត្តចាស់របស់លោកគ្រូម្នាក់គឺបានស្នើសុំឲ្យលោកគ្រូចុះទៅលើភ្នំដើម្បីប្រជុំគ្នាក្នុងការដោះស្រាយបញ្ហាមួយតែរៀងបន្ទាប់ក៏កាត់មកកាន់សាលាតាមួយកន្លែងដែលយើងក៏បានឃើញថាក៏មានបរិសម្នាក់កំពុងតែដើរទៅវិញទៅមកនឹងឯងដែលគេក៏មានឈ្មោះថាស៊ីងតុងព្រមទាំងបរិសចំណាស់ឈិញសានក៏នៅទីនោះដែលបរិសឈិញសានក៏បានសួរទៅកាន់ស៊ីងតុងថាហេតុអ្វីបានជាលោកចង់ចូលសាសនាតើស៊ីងតុងក៏បាននិយាយឆ្លើយតបទៅកាន់គាត់វិញថាខ្ញុំគ្រាន់តែចង់អនុវត្តសមាធិដើម្បីឲ្យអារម្មណ៍របស់ខ្ញុំគឺស្មានស្រស់ថ្លាជាមុនបន្ទាប់មកបរិសចំណាស់ឈិញសានក៏បាននិយាយទៀតថាតើនេះជាការសម្រេចបាននៅការរួមចូលគ្នារវាងមនុស្សនិងធម្មជាតិមែនទេហើយស៊ីងតុងក៏បាននិយាយតបទៅកាន់គាត់វិញថាការរួមគ្នារវាងមនុស្សនិងធម្មជាតិគឺជាអ្វីដែលខ្ញុំចង់ធ្វើប៉ុន្តែវាហាក់ដូចជាសពេចសពិលបន្តិចសម្រាប់ខ្ញុំមួយវិញទៀតក៏មិនដូចលោកដែរឈិញសានដែលអាចរស់នៅដោយសេរីនិងងាយស្រួលដោយសារតែមូលហេតុទាំងនេះហើយទើបធ្វើឲ្យការវឹកហាត់របស់លោកកាន់តែរីកចម្រើនលឿនបែបនេះដោយលឺស៊ីងតុងនិយាយបែបនេះធ្វើឲ្យគាត់ក៏បាននិយាយថាតើខ្ញុំអាចវឹកហាត់ដោយរបៀបណាទៅខ្ញុំត្រូវបានបង្ខំដោយចៅហ្វាយរបស់ខ្ញុំតែប៉ុណ្ណោះដោយលឺឈិញសាននិយាយបែបនោះធ្វើឲ្យស៊ីងតុងក៏បាននិយាយថាការវឹកហាត់របស់ខ្ញុំគឺតែងតែមានអ្វីមួយនៅក្នុងចិត្តរបស់ខ្ញុំកំពុងតែរីរាំងការរីកចម្រើនរបស់ខ្ញុំជានិច្ចដោយលឺស៊ីងតុងនិយាយបែបនោះធ្វើឲ្យឈិញសានក៏បានថាតើនេះបណ្ដាលមកពីគ្រូវឹកហាត់របស់មិញប្រុសម្នាក់ដែលមានឈ្មោះថាស៊ីផុងមែនទេគេក៏ជាមនុស្សដែលមានទេពកោសល្យដែលអាចបើកសមុទ្រឈីបានរយៈពេលត្រឹមតែមួយយប់តែប៉ុណ្ណោះហើយម្យ៉ាងទៀតគេក៏វឹកហាត់ដូចជាលោកដែរដូច្នេះលោកមិនគួរដើរតាមព្រឹត្តិការណ៍ដែលចុះមកពីលើភ្នំនោះទេចំណែកឯស៊ីងតុងវិញក៏បានសួរទៅកាន់ឈិញសានថាតើស៊ីហ្វឹងគឺជាមនុស្សបែបណាទៅបន្ទាប់មកបរិយាចំណាស់ឈិញសាននឹងក៏បាននិយាយទៅកាន់ស៊ីងតុងវិញថានិស្ស័យរបស់គេគឺខុសពីលោកទាំងស្រុងពីព្រោះគេគឺជាមនុស្សម្នាក់ដែលត្រូវបានយកចិត្តទុកដាក់ពីគ្រួសារធំៗមួយចំនួនប៉ុន្តែក្មេងប្រុសនេះគឺមិនសូវជាដឹងពីការវឹកហាត់ធម្មពលឈីនោះទេហើយក៏មិនដឹងថាអ្វីគឺជាអ្នកចម្បាំងបើកសមុទ្រឈីដ៏ពិតប្រាកដនោះទេហើយអ្វីដែលលើពីនេះនោះគេក៏អាចធ្វើឲ្យធម្មពលឈីរត់ពេញរាងកាយរបស់គាត់ថែមទៀតផងដោយលឺបរិសចំណាស់ឈិញសាននិយាយពីនោះធ្វើឲ្យស៊ីងតុងក៏មានការសប្បាយចិត្តផងដែរនិងបាននិយាយថាឥឡូវនេះខ្ញុំដូចជាលែងឯកាចិត្តហើយពីព្រោះមានអ្នកវឹកហាត់ដូចជាខ្ញុំដែរហើយស្របពេលនោះផងដែរក៏មានព្រឹទ្ធាចារ្យសសម្នាក់ក៏បានដើរមករកពួកគេទាំងពីរនិងបានណែនាំស៊ីហ្វឹងនិងលោកគ្រូរបស់គេឲ្យទៅកាន់អ្នកទាំងពីរស្គាល់ហើយស៊ីងតុងក៏បានសួរទៅកាន់ស៊ីហ្វឹងថាតើអញគឺជាស៊ីហ្វឹងមែនទេហើយគេក៏នឹកសម័យទៅដែលលោកគ្រូរបស់គេក៏បាននិយាយថាស៊ីងតុងយិននឹងយ៉ាងគឺបំពេញគ្នាទៅវិញទៅមកថ្ងៃណាមួយអ្នកផ្សេងទៀតនឹងលេចឡើងនៅក្នុងជីវិតរបស់ឯងហើយបន្តមកឯងនឹងក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតហើយពួកគេទាំងពីរក៏បានណែនាំឈ្មោះគ្នាទៅវិញទៅមកចំណែកឯស៊ីងតុងវិញក៏បាននិយាយទៅកាន់ស៊ីហ្វឹងថាស៊ីហ្វឹងខ្ញុំចង់ធ្វើជាមិត្តភក្តិជាមួយនឹងឯងដែលធ្វើឲ្យស៊ីហ្វឹងគឺបានគិតថាហេតុអ្វីបានជាម្នាក់នេះមើលទៅចម្លែកខ្លាំងម្ល៉េះសាច់រឿងទៅក៏កាត់មកកាន់លោកគ្រូរបស់ស៊ីហ្វឹងក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យសសរនឹងថាការរៀបចំបែបនេះគឺមានអត្ថន័យបែបណាទៅពីព្រោះអ្នកដែលចាញ់ទាំង3នាក់នោះក៏មកប្រជុំផងដែរដោយសារតែពួកគេទាំង3គឺទៅមកដល់ទីក្រុងមួយនេះកាលពីម្សិលមិញទៅមកជីសានក៏បានមកនិយាយជាមួយនឹងលោកគ្រូរបស់ស៊ីហ្វឹងថាពួកគេគឺបានប្រជុំរួចទៅហើយដោយសារតែលោកម្ចាស់របស់ខ្ញុំគឺបាននិយាយថាលោកគឺមិនចូលចិត្តនិយាយជាមួយនឹងពួកគេទាំង3នោះទេហើយលោកគ្រូរបស់ស៊ីហ្វឹងក៏បាននិយាយតបទៅកាន់គេវិញថាលោកម្ចាស់របស់អញគឺពិតជាយល់ចិត្តរបស់ខ្ញុំខ្លាំងណាស់មើលទៅវាហាក់ដូចជាប្រសើរខ្លាំងណាស់សិនបើពួកគេអាចធ្វើបានវាក៏មិនអាក្រក់អីដែរហើយចំណែកក្មេងប្រុសស៊ីងតុងអ្នកនេះបានសម្រេចនៅកម្រិតខ្ពស់នៃការវឹកហាត់តាំងតែពីនៅក្មេងបែបនេះហើយនៅថ្ងៃអនាគតនោះគេក៏នឹងមានគេឈ្មោះល្បីល្បាញជាងពួកយើងថែមទៀតដោយលឺលោកគ្រូរបស់ស៊ីហ្វឹងនិយាយបែបនេះធ្វើឲ្យស៊ីងតុងក៏បាននៅក្នុងចិត្តថាគាត់គឺពិតជាសមនឹងគេហៅថាចាស់វង្វេងដោយគាត់ក៏បានកលេចមើលខ្ញុំតាមមួយផ្លែតនោះគាត់ក៏បានដឹងអំពីធម៌ពលនៅក្នុងខ្លួនរបស់ខ្ញុំកាត់មកការព្រឹត្តិការណ៍សក់សយនៅវិញគាត់ក៏បាននិយាយទៅកាន់ស៊ីហ្វឹងថាចំណែកឯលទ្ធស៊ីហ្វឹងនោះក៏មិនអាក្រក់អីនោះដែរហើយខ្ញុំក៏លឺដំណឹងថាគេអាចបើកសមុទ្រឈីដោយប្ររយៈពេលត្រឹមតែមួយយប់តែប៉ុណ្ណោះហើយស៊ីហ្វឹងក៏បានសាច់និងបាននិយាយថាវាគ្រាន់តែជាសំណាងរបស់ខ្ញុំតែប៉ុណ្ណោះលោកគ្រូចំណែកឯលោកគ្រូរបស់ស៊ីហ្វឹងក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យសសរនៅនឹងថាយើងគួរតែឲ្យពួកគេទាំងពីរគឺសាឡបងក្បាច់គុណគ្នាទៅវិញទៅមកដើម្បីចង់ដឹងថាពួកគេទាំងពីរអាចយល់ពីគ្នាដល់កម្រិតណាបន្ទាប់មកព្រឹទ្ធាចារ្យសសរនឹងក៏បាននិយាយទៅកាន់លោកគ្រូរបស់ស៊ីហ្វឹងថាយើងគួរតែយកចិត្តទុកដាក់ចំពោះអង្គការសិល្បៈក្បាច់គុណដែលបានលួចយកបច្ចេកទេសដ៏ដង្ហើមអំពីភ្នំឡុងហិននិងភ្នំយ៉ាងរបស់ខ្ញុំហើយទាំងនេះគឺជាមូលហេតុដែលខ្ញុំហៅលោកចុះពីលើភ្នំបន្ទាប់មកលោកគ្រូរបស់ស៊ីហ្វឹងក៏បាននិយាយទៅកាន់គាត់វិញថាអ្នកដឹកនាំម្នាក់ក្នុងចំណោមពួកគេគឺជាគុណចៅនៃបច្ចេកទេសដ៏ដង្ហើមទឹកហូរដែលគេមាននោះគឺមានឈ្មោះថាស៊ីវកៃហើយស្របពីនោះផងដែរបងស្រីទី3របស់ស៊ីហ្វឹងក៏បានខំមករកគេហើយនាងក៏បាននិយាយថានៅពេលនេះបងស្រីគឺបានជាប់បន្ទាត់របស់គេបាត់ទៅហើយសូមឯងមកជួយបងស្រីផងស៊ីហ្វឹងក៏បានសួរទៅកាន់នាងថាតើនាងកំពុងតែនៅទីណាប៉ុន្តែនាងគឺមិនបានឆ្លើយនោះទេក៏បានបិទទូរស័ព្ទចោលទៅស្របពីនោះបរិសចំណាស់ឈិញសានក៏បាននិយាយថាមិនស្រួលនោះទេមាននរណាម្នាក់បានផ្ញើសារមកកាន់ខ្ញុំដែលនៅក្នុងសារនោះគេក៏បាននិយាយថាមានការប្រយុទ្ធគ្នានៅក្នុងប្រាសាទដែលគេបានបបងចោលនៅជីក្រុងតមកពួកគេទាំងអស់គ្នាក៏បាននាំគ្នាទៅកម្ចាត់នៅជនទុច្ចរិតទាំងនោះកុំឲ្យបង្កបញ្ហានៅថ្ងៃមុខថែមទៀតចំណែកឯព្រឹទ្ធាចារ្យសសមនឹងក៏បាននិយាយថ្លែងអំណរអគុណមកកាន់លោកគ្រូរបស់សវនឹងឯងដែលគាត់ក៏បាននិយាយថាអរគុណណាស់ដែលបានអមដំណើររបស់ខ្ញុំហើយបន្ទាប់មកសេរីរវាងក៏ត្រូវបានកាត់ស្លេះទៅត្រឹមនឹងអមានក៏អរគុណទៅកាន់បងប្អូនដែលបានទស្សនាវីដេអូរបស់មានតាំងពីដើមរហូតដល់ចប់វាវិញជាបើសិនជាបងប្អូនណាដែលមានចំណាប់អារម្មណ៍ចង់អាននៅសេរី novel ដោយមិនដឹងថាតើរ
រក website ណាដែលបានអានគឺជា website នោះមានលោតពាណិជ្ជកម្មញ៉ៃមិនសុវត្ថិភាពក៏អាច join នៅ Telegram របស់ admin បានដែល admin ក៏បានបង្កើតជាក្រុម VIP ចំពោះតម្លៃក្នុងមួយខែនោះគឺសមរម្យនោះទេដែលបងប្អូនក៏អាចចំណេញបានអានរឿងជាច្រើនចំពោះផងដែរអញ្ចឹងណាដែលនៅក្នុងក្រុមនោះគឺមានរឿងជាច្រើនដែលមានក៏បានដាក់អញ្ចឹងណាដែលមានដូចជារឿងគុជអមតៈធានីបរិញ្ញាទានព្រះបុរាណរឿងហានលីក៏ដូចជារឿងផ្សេងៗទៀតបើបងប្អូនមានចំណាប់នោះក៏អាចឆាតទៅកាន់ក្រុម Telegram របស់បងប្រុសមានបានដែល admin ក៏នឹងទំនាក់ link នៅក្នុងក្រុម comment អញ្ចឹងណាជាក្រោយមានក៏សូមជូនពរឲ្យបងប្អូនទាំងគ្នាមានសុខភាពល្អគ្រប់គ្នាទៅណាមកណាមានសុខសុវត្ថិភាពមានក៏មានតែប៉ុណ្្នឹងឯងសូមជម្រាបលានិងបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត